ថ្ងៃនេះផងដែរខ្ញុំនឹងឲ្យហ៊ីនីតូបញ្ជាខ្ញុំមើលឥឡូវហ៊ីបញ្ជាឲ្យគាត់ទៅ3ខេត្ត and then ជ្រើសរើសមហូបនៅក្នុងខេត្តហ្នឹងដែលល្បីនៅក្នុងតំបន់ខេត្តហ្នឹងអាណត់ទៅរួចអត់ដាច់ខ្យល់វីដេអូនេះអូហ៊ីលេងពិបាកជាងបងសិងពិបាកជាងមកស្ពីរីទៀតចុះខេត្ត3ហ្នឹងខេត្តអីគេខ្លះហ៊ីគេចង់បានខេត្តបាត់ដំបងបើនៅចិត្តបាត់ដំបងអាចទៅសៀមរាបនិងព្រះវិហារទៅរួចអត់ដូច្នេះខ្ញុំមកធ្វើឲ្យហ៊ីខកចិត្តឲ្យខ្ញុំធ្វើឲ្យបានសំខាន់មុខម្ហូបនៅខេត្តមួយនោះលីជាមួយអាចកោទៀតអូយ The next day នៅពេលនេះអ្នកទាំងអស់គ្នាយើងបានមកដល់ខេត្តបាត់ដំបងហើយនៅខាងក្រោយខ្នងខ្ញុំបន្តមកទៀតខ្ញុំក៏បានដើររកទិញណែដែលនិយមនៅក្នុងខេត្តបាត់ដំបងមេសួរបងអូមកស្មាននេះអស់លេងចាញ់ឮថាកន្លែងបងបើកតាំងពីឆ្នាំ1982ចឹង82ចឹងមែនចិត្តមែននៅបាត់ដំបងល្បីជាងគេណែមហ្នឹងរបស់ញ៉ាំមើលមានណែមហើយសម្បាអីទៀតគាត់មានលក់ណែមច្រើនណាខ្ញុំបានដើររកទិញណែមនៅកន្លែងផ្សេងទៀតគាត់មានណែមសាច់ជ្រូកគាត់មានណែមសាច់ត្រីហើយមើលទៅគឺតំណងញ៉ាំខ្លាំងមែនតើ3មើលបាច់អាប់ទេបងអូជីបមែនតើអែមអូយងាញ់ណាស់អូយមកនេះម្ដងរត់ឆ្ងាញ់អានេះរសជាតិ strawberry បាទទិញនៅបាត់ដំបងហើយញ៉ាំនៅបាត់ដំបងទៀតបន្ទាប់មកទៀតគឺខ្ញុំនឹងទៅខេត្តព្រះវិហារ5 hours later ខ្ញុំបានធ្វើដំណើរពីខេត្តបាត់ដំបងមកកាន់ទីក្រុងភ្នំពេញទាំងយប់បន្ទាប់មកទៀតយើងក៏បានឆ្ពោះមកដល់ខេត្តកំពង់ធំដោយសារយប់ជ្រៅខ្លាំងពេកខ្ញុំក៏បានចូលដីផ្ទះសំណាក់របស់ម៉ាក់ខ្ញុំនៅខេត្តព្រះវិហារ The next day នៅពេលនេះដល់ពេលព្រឹកហើយយើងចាប់ផ្ដើមធ្វើដំណើរដើររកអីញ៉ាំនៅខេត្តព្រះវិហារទាំងអស់គ្នានេះក្រុមយើងនេះក្រុមការងារហើយសុំសួរមួយបានអត់ហូបអីគេដែលប្រចាំខេត្តព្រះវិហារស្មោភីភាសាច់គោសាច់គោពីហ្នឹងដាក់គោហ៎អាហ្នឹងដាក់គោមែនអីដាក់គេហៅពោះខ្ចីគេមិនហៅអាចទៅគេហៅពោះខ្ចីពោះហ៊ុនវាហ៊ីនីតូវាយអូហ៊ីនីតូលេងខ្ញុំបាទតោះឥឡូវខ្ញុំត្រូវញ៉ាំឲ្យបានខ្ញុំសុំមួយចានចាំគាត់ធ្វើសាឡនឹងហើយសិនខ្ញុំមកដឹងថាមិនទេរួយរសជាតិខ្ញុំមកដែរភ្លក់ផងអ្នកទាំងអស់គ្នានេះគឺជាអាចកោអូពោះកោខ្ចីនិយាយឲ្យព្រោះស្ដាប់ដល់ A few moments later មកទេមួយសិនដោយសារហិលគឺកាត់ស្រីឆ្ងាញ់អត់សំដែងឆ្ងាញ់មែនតើអស់លេងឆាញ់ញ៉ាំតតអស់បាទអត់មានសល់ទេបន្តិច Nice នេះខ្ញុំជូន 40000 ដល់ពេលនេះយើងចាប់ផ្ដើមទៅញ៉ាំហូបនៅខេត្តសៀមរាបបន្តទៀតអរគុណ A few moments later នៅពេលនេះយើងចាប់ផ្ដើមចេញដំណើរពីខេត្តព្រះវិហារទៅកាន់ខេត្តសៀមរាបហូបអីដែលប្រចាំខេត្តសៀមរាបម្ជូរក្តាតបងម្ជូរក្តាតនេះគឺជាសាឡរបស់យើងបាទលាយជាមួយក្តាមជាមួយខ្ពឹសជាមួយកូនត្រីកូនត្រី
A few moments later. សម្រាប់បងប្អូនដែលចង់បានថ្មិញសស្អាតភ្លឺចែងចាំងបងប្អូនអាចប្រើជាមួយថ្នាំដុសធ្មេញ Anchor បានថ្នាំដុសធ្មេញ Anchor មានច្រើនជម្រើសសម្រាប់បងប្អូនទាំងអស់គ្នាជាពិសេសមានថ្នាំដុសធ្មេញសម្រាប់កូនក្មេងផងដែរ